មើលទៅនេះសូមមើលទៅមើលសាច់ដុំរូដ៏អស្ចារ្យនេះមែនទេអ្វីទាំងអស់នេះត្រូវបានសម្រេចបានដោយប្រាវិធីបង្កើតទ្រឹស្លើខ្យល់បែបផ្កាយថ្មីតើអ្នកដឹងទេថាវិធីនេះមានប្រសិទ្ធភាពខ្លាំងជាងការបង្កើតទ្រឹស្លើខ្យល់បែបធម្មតាដោយសារបច្ចេកទេសនេះអ្នកអាចទទួលបានដើមផ្លែឈើថ្មីជាមួយនឹងអត្រាជោគជ័យខ្ពស់ជាងមុនសូម្បីតែនៅលើដើមឈើដែលការបង្កើតទ្រឹស្លើខ្យល់បែបប្រពៃណីជាទូទៅមានបញ្ហាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកយ៉ាងច្បាស់ថាត្រូវធ្វើដូចម្តេចជាដំណាក់កាលមួយដូច្នេះសូមកុំភ្លេចមើលព្រោះយើងចាប់ផ្ដើមឥឡូវនេះហើយអ្វីដំបូងដែលយើងត្រូវការគឺនោះគឺដបផ្លាស្ទិកមួយអាចប្រើដប1លីត្រឬប្រហែលកន្លះកាឡុងក៏បានឥឡូវនេះយើងនឹងត្រៀមធុងនេះយើងប្រើពីចសរសេរធ្វើសញ្ញាមួយនៅចម្ងាយប្រហែល10សង់ទីម៉ែត្រប្រហែល4អ៊ីងនោះជាកម្ពស់ធុងរបស់យើងបន្ទាប់មកយើងគូសបន្ទាត់ពីកណ្ដាលគម្របដបរហូតដល់សញ្ញាដែលបានសម្គាល់នោះជាកន្លែងដែលយើងនឹងបើកដបឥឡូវនេះដោយប្រើកាំបិតឬកន្ត្រៃយើងនឹងកាត់តាមបន្ទាត់ដែលបានសម្គាល់មុននេះបន្តិចមួយដោយមិនប្រញាប់ប្រញាល់យើងនឹងធ្វើវាដូចនេះឥឡូវនេះដល់វេនបើកធុងសម្រាប់វានេះយើងនឹងកាត់បន្ទាត់បញ្ឈរទាំងមូលដែលយើងបានសម្គាល់ពីមុនយើងនឹងធ្វើវាជាមួយកាំបិតរហូតដល់ផ្នែករឹងជាងគេនៃដបដែលជាតំបន់ដែលមានគម្របនៅពេលនោះយើងនឹងប្រើស្នូកាត់ដើម្បីជួយបើកវាឲ្យរួចបើអ្នកមិនមានស្នូកាត់អ្នកក៏អាចប្រើណាតូចឬឧបករណ៍កាត់ផ្សេងទៀតដែលអាចជួយឲ្យការងាររបស់អ្នកកាន់តែងាយស្រួលយើងនឹងធ្វើវាដូចនេះល្អហើយឥឡូវនេះធុងរបស់យើងបានត្រៀមរួចហើយឥឡូវនេះយើងនឹងទៅកាន់គម្របយើងក៏ត្រូវតែបដូរគម្របឲ្យសមនឹងមែកដែលយើងនឹងប្រើផងដែរសម្រាប់វាយើងធ្វើរន្ធមួយដែលប្រហោងប្រហែលដូចទំហំមែកដែលយើងនឹងធ្វើការបង្កើតរឹសមិនចាំបាច់ឲ្យវាស្អាតល្អឥតខ្ចោះទេគ្រាន់តែឲ្យវាសមស្រួលបំផុតដើម្បីឲ្យដីមិនរត់ចេញងាយប៉ុណ្ណោះបន្ទាប់ពីធ្វើរន្ធរួចហើយយើងក៏កាត់ផ្នែកចំហៀងមួយលើគម្របផងដែរការកាត់នេះនឹងអនុញ្ញាតឲ្យយើងបើកវាបន្តិចហើយដាក់វាច្របាច់ជុំវិញមែកបានយើងនឹងធ្វើវាដូចនេះឥឡូវនេះយើងយកគម្របទៅដាក់លើមែកពិនិត្យមើលថាវាចូលបានត្រឹមត្រូវបន្ទាប់ពីឃើញថាវាសមល្អហើយយើងអាចបន្តទៅផ្នែកបន្ទាប់បានបន្ទាប់ពីយើងបានរៀបចំធុងនិងគម្របខាងក្រោមរួចហើយឥឡូវនេះយើងត្រូវផលិតគម្របខាងលើដែលវានឹងមានភារកិច្ចបិទធុងបន្ទាប់ពីយើងបញ្ចូលដីរួចសម្រាប់វាយើងនឹងកាត់ប្រហែល 2.5 សង់ទីម៉ែត្រឬប្រហែល1អ៊ីងពីផ្នែកខាងក្រោមនៃដបដែលយើងប្រើមុនឥឡូវនេះយើងកាត់បញ្ចេញបញ្ឈររហូតដល់កណ្ដាលហើយដោយប្រើកន្ត្រៃឬកាំបិតយើងនឹងពង្រីករន្ធកណ្ដាលបន្តិចម្ដងទំហំរន្ធនឹងអាស្រ័យលើកម្រាស់សាខាដែលយើងនឹងប្រើមិនចាំបាច់ឲ្យវាស្អាតល្អឥតខ្ចោះទេល្អហើយឥឡូវនេះយើងមានធុងដែលរៀបចំរួចសព្វគ្រប់ឥឡូវនេះគឺជាពេលទៅកាន់ដើមឈើហើយចាប់ផ្ដើមធ្វើការបង្កើតសាខាថ្មីតាមរបៀប Accordo Ario and Estrella អ្វីដំបូងដែលយើងត្រូវធ្វើគឺកាត់ជុំវិញសាខាទាំងមូលយើងត្រូវកាត់ឲ្យដល់ឈើដូច្នេះយើងត្រូវដាក់កាំបិតជ្រៅដើម្បីកាត់សម្បកឲ្យដាច់ទាំងស្រុងបន្ទាប់ពីកាត់ជុំវិញរួចហើយយើងនឹងធ្វើការកាត់បណ្ដោយច្រាំងខ្សែទៀតក្នុងករណីនេះវានឹងប្រហែល5សង់ទីម៉ែត្រប្រហែល2អ៊ីងទោះបីជាវាស់នេះក៏ដោយវានឹងអាស្រ័យលើទំហំធុងដែលអ្នកបានរៀបចំអ្វីសំខាន់គឺតំបន់ទាំងនេះត្រូវស្ថិតនៅក្នុងដបនៅពេលក្រោយហើយយើងនឹងធ្វើដូចក្នុងវីដេអូ
សូមអរគុណបន្ទាប់ពីយើងបានកាត់រួចរាល់ទាំងអស់ឥឡូវនេះយើងនឹងបន្តលើកសម្បកឡើងបន្តិចមួយសម្រាប់ការធ្វើនេះយើងនឹងប្រើកាំបិតដដែលយើងនឹងធ្វើដោយប្រុងប្រយ័ត្នខ្លាំងដោយមិនប្រញាប់ប្រញាល់ហើយព្យាយាមរក្សាទុកសម្បកឲ្យបានល្អបំផុតបើមានសម្បកណាមួយបែកខូចក្នុងដំណើរការនេះក៏មិនមានបញ្ហាអ្វីឡើយសម្បកផ្សេងទៀតនឹងបន្តអនុវត្តតួនាទីរបស់វាបានល្អដែរយើងបន្តលើកសម្បកឡើងមួយរហូតដល់សម្បកទាំងអស់ត្រូវបានបើកចេញទាំងស្រុងបន្ទាប់ពីយើងបានបំបែកសម្បកចេញពីឈើរួចរាល់ឥឡូវនេះយើងនឹងបត់សម្បកឡើងលើបន្តិចមួយព្យាយាមឲ្យវាមានរាងដូចកាយដូចដែលខ្ញុំកំពុងបង្ហាញឲ្យអ្នកឃើញមិនចាំបាច់ឲ្យសម្បកទាំងអស់មានរាងដូចគ្នាភ្លាមទេអ្វីសំខាន់គឺឲ្យវាបត់នឹងបត់ឡើងលើហើយរាងនេះហើយដែលជាឈ្មោះរបស់វិធីសាស្ត្រនេះបន្ទាប់ពីយើងបានដាក់សម្បកទាំងអស់នៅទីតាំងដែលយើងចង់បានហើយយើងនឹងចងវាដោយខ្សែចងប៉ុន្តែអ្នកក៏អាចប្រើខ្សែចងប្រភេទផ្សេងទៀតផងដែរយើងត្រូវចងឲ្យតឹងត្រឹមត្រូវដើម្បីរក្សាសម្បកទាំងអស់ឲ្យបើកហើយចុងក្រោយវាគួរតែមានរូបរាងដូចនេះឥឡូវនេះដល់ផ្នែកដែលប្រុងប្រយ័ត្នបំផុតហើយប្រហែលជាផ្នែកសំខាន់បំផុតនៃដំណើរការទាំងមូលយើងនឹងកោសស្រទាប់កំពូលនៅផ្នែកខាងក្រោមដូចដែលបានធ្វើមុននេះយើងបានទុកចន្លោះប្រហែល 2.5 សង់ទីម៉ែត្រឬប្រហែល1អ៊ីននៅខាងក្រោមខ្សែចងតែតំបន់នោះប៉ុណ្ណោះដែលយើងនឹងកោសយើងត្រូវដកស្រទាប់កំពូលចេញអស់ពីតំបន់នោះហេតុអ្វីព្រោះយើងត្រូវការផ្អាកចរន្តទឹកដើមដែលហូរចុះក្រោមវាត្រូវបានធ្វើឡើងនៅតំបន់នោះដូចគ្នានឹងអ្វីដែលកើតមានក្នុងការធ្វើអាកូដូអាកាសទូទៅដោយវិធីនេះដើមឈើនឹងសន្សំសារធាតុចិញ្ចឹមនិងហូម៉ូនលូតលាស់នៅលើកំពូលកាត់ដើម្បីជួយឲ្យមានការចេញថ្មីពេលយើងរៀបចំអាកូដូរួចហើយឥឡូវនេះដល់ពេលដាក់ធុងសម្រាប់វាយើងបើកវាដោយប្រើការកាប់បញ្ឈរដែលបានធ្វើមុននេះហើយដាក់វាច្របាច់ជុំវិញសាខាយើងបន្តសម្រាប់វាបន្តិចមួយរហូតដល់តំបន់អាកូដូទាំងមូលស្ថិតនៅក្នុងធុងទាំងស្រុងឥឡូវនេះដល់ពេលដាក់ដីសម្រាប់ដាំក្នុងករណីនេះខ្ញុំនឹងប្រើដីសម្រាប់ដាំដែលអាចបង្ហូរទឹកបានងាយស្រួលប៉ុន្តែអ្នកក៏អាចប្រើដីសកលផងដែរដោយមិនមានបញ្ហាអ្វីឡើយដីសម្រាប់ដាំនេះមិនមានអ្វីពិសេសទេអ្វីសំខាន់គឺវាត្រូវអាចរក្សាសំណើមបានល្អប៉ុន្តែពេលដូចគ្នាវាត្រូវតែមានសមត្ថភាពបង្ហូរទឹកល្អដើម្បីជៀសវាងការរលាយទឹកដូចដែលអ្នកអាចមើលឃើញរន្ធដែលយើងបានធ្វើលើគម្របពីមុននិងអនុញ្ញាតឲ្យទឹកលើសចេញបានងាយស្រួលជៀសវាងការប្រមូលទឹកនៅក្នុងធុងឥឡូវនេះយើងបន្តកំពេញដីសម្រាប់ដាំបន្តិចមួយរហូតដល់ជិតដល់ផ្នែកខាងលើឥឡូវនេះពេលដែលយើងបានដាក់ដីសម្រាប់ដាំបានល្អនិងដាក់ធុងនៅទីតាំងដែលយើងចង់បានរួចដល់ពេលថុកជាលើកដំបូងយើងនឹងថុកទឹកឲ្យបានល្អដើម្បីឲ្យដីសម្រាប់ដាំទាំងមូលសាមសពគ្រប់ចន្លោះចាប់តាំងពីដំបូងប៉ុន្តែអ្នកត្រូវយកចិត្តទុកដាក់ថាភាពញឹកញាប់នៃការថុកទឹកនឹងអាស្រ័យទៅលើរដូវកាលដែលអ្នកស្ថិតនៅការធ្វើអាកូដូអារីអូជាទូទៅធ្វើនៅចុងរដូវរងាឬដើមរដូវផ្ការីកពេលដែលដើមឈើចាប់ផ្ដើមមានសកម្មភាពកាន់តែច្រើនទោះជាយ៉ាងណាអាស្រ័យទៅលើអាកាសធាតុនៅតំបន់ដែលអ្នករស់នៅក៏អាចធ្វើវាក្នុងរដូវផ្សេងទៀតផងដែរហេតុនេះហើយមិនចាំបាច់តាមប្រតិទិនទេសំខាន់គឺត្រូវសង្កេតមើលដីសម្រាប់ដាំពេលយើងឃើញថាវាចាប់ផ្ដើមបាត់សំណើមឬស្ងួតបន្តិចយើងត្រូវថុកទឹកម្ដងទៀតដើម្បីរក្សាសំណើមឲ្យថេរពេញមួយដំណាក់កាលឲ្យចេញឥឡូវនេះដល់ផ្នែកល្អបំផុតហើយបានកន្លងផុតប្រហែល8សប្តាហ៍ចេញហើយចាប់តាំងពីយើងបានធ្វើអាកូដូនេះហើយសូមមើលទៅវាជាការអស្ចារ្យពិតវាពណ៌ចេញលេចមកគ្រប់ជ្រុងជ្រោយនៃធុងដាក់ក្នុងរយៈពេលខ្លីប៉ុណ្ណោះវាបានអភិវឌ្ឍប្រព័ន្ធឫសយ៉ាងអស្ចារ្យសូម្បីតែចាប់តាំងពីសប្តាហ៍ដំបូងយើងក៏បានឃើញញូរដំបូងចេញផងដែរមិនមានសង្ស័យទេការធ្វើអាកូដូអាកាសបែបផ្កាយនេះដំណើរការល្អមែនពេលដែលយើងមានអាកូដូដែលរុះចេញពេញលេញរួចហើយឥឡូវនេះដល់ពេលបំបែកវាចេញពីរុក្ខជាតិកំណើត
កាត់អេខូដូត្រង់ផ្នែកខាងក្រោមហើយដាក់វាទៅក្នុងផ្ទះដាំដំណាំទំហំជុំមួយដែលមានដីល្អស្រោចទឹកឲ្យល្អហើយទុកវាប្រហែល1សប្តាហ៍នៅកន្លែងមានស្រមោលកន្លះឬមានពន្លឺព្រះអាទិត្យចូលតិចដើម្បីឲ្យវាធ្វើអនុលោមភាពបានងាយបន្ទាប់ពីកន្លងសប្តាហ៍នោះទៅហើយអ្នកអាចយកវាទៅដាក់កន្លែងចុងក្រោយរបស់វាហើយរីករាយជាមួយដើមផ្លែថ្មីមួយហើយនេះគឺជាវីដេអូថ្ងៃនេះបើអ្នកចូលចិត្តវិធីសាស្ត្រផ្កាយនេះសូមចុច like មួយឲ្យខ្ញុំផងចែករំលែកវាជាមួយនរណាម្នាក់ដែលស្រឡាញ់រុក្ខជាតិឬដើមផ្លែផងហើយប្រាប់ខ្ញុំក្នុងមតិយោបល់ផងថាអ្នកមើលខ្ញុំពីណាហើយអ្នកនឹងសាកល្បងវិធីនេះលើដើមផ្លែណាមុនសិនខ្ញុំពិតជាសប្បាយចិត្តណាស់ក្នុងការអានមតិយោបល់របស់អ្នកនិងស្គាល់លទ្ធផលរបស់អ្នកទាំងអស់គ្នាសូមឲ្យសំណាក់ស្និទ្ធស្នាលហើយជួបគ្នាវិញនៅវីដេអូក្រោយ